សួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបន្តធ្វើការកែលម្អបែបសំណួរពហុជ្រើសរើសទៀតហើយដែលនៅក្នុងវីដេអូហ្នឹងត្រូវចាប់ផ្ដើមជាមួយនឹងលេខ341ប៉ុន្តែចង់បញ្ជាក់ប្រាប់បន្តិចផងដែរថាចាប់ពីវីដេអូហ្នឹងតទៅវាមានលក្ខណៈអត់ដូចវីដេអូមុនទេអត់ដូចនៅថងថាចាប់ពីវីដេអូហ្នឹងទៅខ្ញុំនឹងធ្វើការថតតែម្នាក់ឯងទេអត់មានសិស្សនៅមួយទេបាទសម្រាប់អ្នកដែលត្រូវការពេលវេលាយូរក្នុងការតេស្តរិះរកចម្លើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ pause ដើម្បីប្រអងវីដេអូទៅហើយធ្វើការគិតពិចារណារកចម្លើយទៅចាំគិតអស់ចិត្តហើយចាំធ្វើការ play វីដេអូវិញដើម្បីផ្ទៀងផ្ទាត់ចម្លើយទៅជាយើងចាប់ផ្ដើមកែហើយដូចបានបញ្ជាក់ពីខាងដើមមិញគឺត្រូវចាប់ផ្ដើមជាមួយលេខ341តែប្រយោគគេថា he is sitting at his blank តែគេចង់បានន័យថាគាត់កំពុងអង្គុយនៅចុចរបស់គាត់ហើយចម្លើយទាំង4របស់យើង A B C D ហ្នឹងមើលទៅដូចជាមិនមានពាក្យថ្មីពិបាកអីទេបាទជំរើស A គឺ desk ដែលបានន័យថាតុ B chair កៅអី C office ការិយាល័យហើយនិង D room បន្ទប់បើចឹងសម្រាប់អ្នកដែលត្រូវការពេលវេលានៅក្នុងការគិតរកចម្លើយអាចធ្វើការ pause ទៅបាទចាំគិតអស់ចិត្តហើយចាំ play ដើម្បីផ្ទៀងចម្លើយតោះឡើយយើងចាប់ផ្ដើមផ្ដល់ចម្លើយហើយសម្រាប់លេខ341ហ្នឹងចម្លើយត្រឹមត្រូវគឺចម្លើយ A ពាក្យ desk ចឹងប្រយោគដែលបានវាត្រូវ he is sitting at his desk ដែលបានន័យថាគាត់កំពុងតែអង្គុយនៅតុរបស់គាត់ហើយក៏ចង់បញ្ជាក់ផងដែរថាអង្គុយនៅតុហ្នឹងគឺមិនមែនអង្គុយលើតុទេបាទតាមពិតទៅ clear ថា sit at his desk sit at a desk ហ្នឹងគឺអង្គុយនៅកៅអីទេវាមានតុមួយហើយមានកៅអីមួយនៅក្បែរហ្នឹងឯងគាត់អង្គុយនៅកៅអីហើយក្បែរតុហ្នឹងអាហ្នឹងគេហៅថា sit at his desk អង្គុយនៅតុប៉ុន្តែតែពិតគឺអង្គុយនៅកៅអីដែលនៅក្បែរតុគេប្រើថ្នាក់ at ជាមួយនឹង noun dash នៅក្នុងន័យហ្នឹងបាទចឹងអ្នកនរគ្នាអាចធ្វើការកត់ចំណាំទៅសម្រាប់អ្នកដែលមិនធ្លាប់ជួប clear ហ្នឹងបាទហើយយើងអាចសួរថាបើអង្គុយនៅកៅអីហេតុអីបញ្ជាមិនយកចម្លើយ B ពាក្យ chair ដែលប្រែថាកៅអីហ្នឹងបែរជាទៅយក dash បែរជាទៅយក dash ទៅវិញបើជាមូលហេតុគឺដោយសារតែថ្នាក់កាលណាយើងយក noun chair យើងអត់ប្រើថ្នាក់ at ទេ noun chair យើងអាចប្រើថ្នាក់ on ឬក៏ថ្នាក់ in វាផ្អែកលើប្រភេទកៅអីហ្នឹងបើកៅអីហ្នឹងវារៀបស្មើអញ្ចឹងអាហ្នឹងយើងយក onតែបើកៅអីហ្នឹងអាប្រភេទមានដៃសម្រាប់ឈរទៀតតែគេឲ្យឈ្មោះថា arm chair ហ្នឹងអាហ្នឹងយើងយក in ហើយសម្រាប់របស់យើងមិនមែន arm chair គឺ chair ធម្មតាតែបើយើងចង់យក chair យើងត្រូវប្រើគូមួយថ្នាក់ on មិនមែនថ្នាក់ at ទេហ្នឹងគឺជាហេតុផលដែលអង្គុយនៅលើកៅអីសោះប៉ុន្តែយើងមកយក noun chair ទេបែរជាយក noun dash ទៅវិញមូលហេតុមកពីថ្នាក់ at ប្រើថ្នាក់ at ជាមួយនឹង noun dash គឺន័យហ្នឹងបាទគឺន័យអង្គុយនៅកៅអីដែលនៅក្បែរតុហើយសម្រាប់ចម្លើយ C ហើយនឹង D office ហើយនឹង room យើងមិនអាចយកបានទេដោយសារតែ office ហើយនឹង room ហ្នឹងដែលប្រែថាបន្ទប់ហើយនឹងការិយាល័យហ្នឹងសុទ្ធតែជាទីកន្លែងដែលវាមានលក្ខណៈបិទជិតដែលប្រើគូជាមួយថ្នាក់ in មិនមែន at ទេបើហេតុផលទាំងអស់ហ្នឹងហើយទើបយើងយកចម្លើយ A ពាក្យ desk អញ្ចឹងម្ដងទៀតប្រយោគដែលបានវាត្រូវ he is sitting at his desk ដែលបានន័យថាគាត់កំពុងតែអង្គុយនៅតុរបស់គាត់